នៅក្នុងកំឡុងខែ2នេះចន្ទទីពុកម៉ែបងប្អូនតែងតែជួបបញ្ហាក្រៀមផ្កាមិនលោតចេញជាក្តឹបមានហើយស្វិតជ្រុះជ្រើនមែនទេតែបញ្ហាទាំងអស់នេះវាកើតឡើងដោយសារអ្វីអញ្ចឹងសូមពុកម៉ែបងប្អូនស្ដាប់ខ្ញុំបាទធម្មជាតិបៃតងបកស្រាយអំពីបញ្ហានេះជូនដល់ពុកម៉ែបងប្អូនឲ្យបានយល់ច្បាស់អំពីបញ្ហានេះវាកើតឡើងដោយសារអ្វីកន្លងមកគឺខ្ញុំតែងតែឃើញបងប្អូនយល់ឃើញថាគឺវាបញ្ហាចន្ទទីមិនលោតចេញជាក្តឹបនេះគឺមកអំពីជំងឺផ្សិតសត្វល្អិតអាកាសធាតុប្រែប្រួលនិងខ្វះសារធាតុបំពន់ហើយបានព្យាយាមបាញ់ថ្នាំទាំងអស់នោះហើយនៅតែមិនលោតចេញជាក្តឹបទៀតតែបញ្ហាទាំងអស់នោះគឺគេដោះស្រាយដោយវិធីណាហើយវាមានបញ្ហានេះកើតឡើងដោយសារអ្វីហើយដោះស្រាយនៅតែមិនចេញអញ្ចឹងខ្ញុំសូមបកស្រាយបញ្ហាទាំងអស់នេះទី1ដោយសារបងប្អូនបានបាញ់សារធាតុថ្នាំជំងឺថ្នាំសត្វល្អិតថ្នាំសារធាតុបំពន់ហើយនឹងគួបផ្សំនៅក្នុងកំឡុងខែនេះគឺមានអាកាសធាតុត្រជាក់ពេលយប់ថ្ងៃក្តៅខ្លាំងហើយនឹងក្នុងដីបាត់សំណើមដើមចន្ទទីបងប្អូនគឺខ្វះជាតិទឹកអញ្ចឹងបងប្អូនមិនអាចដោះស្រាយបានទេក្នុងកំឡុងពេលនេះនៅក្នុងសារធាតុថ្នាំដែលបងប្អូនបានប្រើកន្លងមកអញ្ចឹងសូមបងប្អូនផ្លាស់ប្ដូរប្រភេទថ្នាំដែលបងប្អូនប្រើកន្លងមកហើយងាកមកប្រើសារធាតុថ្នាំណាដែលមានប្រយោជន៍នឹងការដោះស្រាយសង្គ្រោះបន្ទាន់ក្នុងកំឡុងពេលនេះអញ្ចឹងវាកើតឡើងដោយសារទី1វា stress ដោយសារអ្វីដោយសារដីខ្វះសំណើមដើមគ្មានទឹកគ្រប់គ្រាន់ទី2ដោយសារសារធាតុថ្នាំជំងឺថ្នាំសត្វល្អិតនិងថ្នាំបំពន់ដែលបងប្អូនផ្ដល់ឲ្យវានោះមិនត្រូវពេលវេលានៃការបាញ់មិនត្រូវនៃសារធាតុថ្នាំដែលវាចង់បានខុសបច្ចេកទេសនៃការលាយថ្នាំអញ្ចឹងគឺខុសតាំងជា3ចំណុចនេះគឺធ្វើឲ្យបងប្អូនដោះស្រាយបញ្ហានេះមិនចេញឡើយសរុបមកគឺវាស្ទះវាគាំងនេះគឺដោយសារបងប្អូនធ្វើឲ្យវាគាំងខ្លាំងជាងអ្វីដែលវាជួបកន្លងមកទៀតនៅក្នុងកំឡុងពេលនេះចន្ទទីប្រកាសណាស់គឺវានឹងបិទនៅអុកម៉ូនក្នុងការបង្កកំណើតហើយវាប្រវែទិសដៅវាពេលខ្លះវាអាចប្រវែទិសដៅវាទៅជាការចិញ្ចឹមស្លឹកវិញឬមួយស្តុបសារធាតុចិញ្ចឹមហើយនឹងទឹកមួយចំនួនដើម្បីរស់រានមានជីវិតដើម្បីផ្ដាច់នៃការគ្រប់គ្រងទៅដល់ផ្កាហើយនឹងទៅដល់ក្តឹបធ្វើឲ្យស្វិតក្តឹបធ្វើឲ្យផ្កាក្រៀមដើម្បីខ្លួនវារក្សាទឹកនិងអាហារនៅក្នុងខ្លួនដើម្បីរស់រានមានជីវិតបន្តទៅទៀតអញ្ចឹងដំណោះស្រាយទាំងអស់នេះបងប្អូនមិនអាចដោះស្រាយចេញទេលើកលែងតែបងប្អូនយល់ថាត្រូវដោះស្រាយរបៀបម៉េចហើយក្នុងកំឡុងពេលនេះវាក៏អាចបង្កើតនៅសារធាតុអុកម៉ូនមួយចំនួនដើម្បីប្រឆាំងនឹងអាកាសធាតុទៅនឹងសារធាតុថ្នាំដែលបងប្អូនបានប្រើទៅមិនចំគោលដៅវានឹងធ្វើឲ្យវានឹងផ្អាកការលូតលាស់ក្នុងការបង្កើតក្តឹបគេហៅថាมันអាចជំរុញឲ្យលោតចេញជាក្តឹបបានទេវាបង្អាក់ការលូតលាស់ចូលលក្ខណៈ stress មួយរយៈហើយដំណោះស្រាយបើបងប្អូនចង់ដឹងនៃការដោះស្រាយអាច call តាមលេខទូរស័ព្ទខាងក្រោមគឺខ្ញុំនឹងបកស្រាយជូនពុកម៉ែបងប្អូនឲ្យបានក្បោះក្បាយហើយបើសិនជាពុកម៉ែបងប្អូនចង់បានវីដេអូនិងចំណេះដឹងថ្មីសូមបងប្អូនជួយ share ជួយ like ជួយឲ្យបេះដូងខ្ញុំបាទនឹងធ្វើវីដេអូបន្តជូនពុកម៉ែដើម្បីជាប្រយោជន៍បន្តទៀតសូមអរគុណ